ផ្នែកទី3កុបកម្មទូទាំងប្រទេសនាឆ្នាំ1885ដល់ឆ្នាំ1886មុនឆ្នាំ1880បារាំងគ្មានគោលដៅអ្វីច្បាស់លាស់ប៉ុន្មានទេចំពោះប្រទេសកម្ពុជាក្រៅពីការរក្សាទុកទឹកដីខ្មែរឲ្យគង់វង្សស្ថិតនៅក្នុងរង្វង់សហភាពឥណ្ឌូចិនរបស់គេអ្វីដែលទាក់ទាញបារាំងជាពិសេសនៅស្រុកខ្មែរកាលពេលនោះគឺទន្លេមេគង្គសម្បត្តិធម្មជាតិនានាដូចជាព្រៃឈើដំណាំជាដើមបេសកជនពិសេសបារាំងលោកដូដាដឺឡាក្រេនិងហ្វ្រង់ស៊ីហ្គាញ៉េមានភារកិច្ចត្រឹមប្រើប្រាស់ទន្លេមេគង្គដើម្បីឆ្លងកាត់ទៅប្រទេសចិនប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ1868ដោយគេដឹងយ៉ាងច្បាស់ថាទន្លេនេះពុំមែនជាផ្លូវទឹកដែលគេអាចប្រើប្រាស់ដឹកជញ្ជូនទំនិញឆ្ពោះទៅភាគខាងជើងបានបារាំងក៏សម្រេចបោះយុទ្ធការក្តាប់ជ្រោយឥណ្ឌូចិនយ៉ាងណែនតែម្ដងទៅគាត់ជួនពេលនោះនៅប្រទេសបារាំងរដ្ឋាភិបាលលោក Zouferi បានកំណត់ផែនការជាច្រើនសម្រាប់ធ្វើការកែតម្រង់ធំផ្នែករដ្ឋបាលនៅប្រទេសកម្ពុជាព្រោះថានៅពេលនោះមានសេចក្តីរាយការណ៍ជាច្រើនដែលផ្ដល់ព័ត៌មានអត្តនោម័តមួលបង្កាច់ស្ដេចខ្មែរព្រមទាំងសភាពការនៅក្នុងស្រុកការពិតជនជាតិបារាំងដែលជាអ្នកសរសេរសេចក្តីរាយការណ៍អំពីស្រុកខ្មែរពុំយល់អំពីទំនៀមទម្លាប់វប្បធម៌និងអរិយធម៌ខ្មែរអ្វីទាំងអស់ដែលជាហេតុធ្វើឲ្យមានការភ័ន្តច្រឡំដ៏ធ្ងន់ធ្ងរអំពីសភាពការនៅក្នុងរាជាណាចក្រក្នុងក្របខ័ណ្ឌនៃការអនុវត្តវិធានការថ្មីលោកតុំសុនទេសាភិបាលបារាំងនៅកូសាំងស៊ីនធ្វើដំណើរតាមកប៉ាល់ចម្បាំងទៅទីក្រុងភ្នំពេញនៅថ្ងៃ17មិនិនាឆ្នាំ1884តុំសុនជាមនុស្សកំរោល4ជ្រុងពេលទៅដល់មុខព្រះរាជវាំងនៅពេលយប់ទេសាភិបាលបារាំងនេះក៏បញ្ជាឲ្យគេដាស់លួងនរោត្តមទាំងកណ្ដាលរាត្រីដើម្បីបង្ខំឲ្យព្រះអង្គឡាយព្រះហស្ថលេខាប្រគល់អំណាចទាំងអស់ទៅឲ្យ Resident Superior បារាំង5ខែក្រោយព្រឹត្តិការណ៍នេះទៅគឺនៅខែវិច្ឆិកាឆ្នាំដដែលចលនាបះបោរមួយក៏បានផ្ទុះឡើងក្នុងទូទាំងប្រទេសមុនពេលដែលព្រឹត្តិការណ៍នេះកើតឡើងទេសាភិបាលតុំសុនស្មានថាខ្មែរជាមនុស្សស្លូតបូតមិនចេះតដៃឡើយការពិតនៅក្រោមអាការៈស្លូតបូតនេះខ្មែរបង្កប់នៅក្នុងខ្លួនគេម្នាក់នៅថាមពលដ៏ខ្លាំងក្លាដែលគេតែងតែប្រើជារឿយនៅពេលដែលឱកាសហុចឲ្យប៉ុន្តែលោកនរោត្តមត្រូវគិតជាបឋមដល់គ្រោះថ្នាក់ចំពោះមុខគឺការចែកទឹកដីខ្មែរជាពីរដោយយួននិងសៀមបើទាស់នឹងបារាំងអាចឲ្យយួនយកទឹកដីខ្មែរដោយស្រួលតែម្ដងប៉ុន្តែបើនឹងប្រគល់អំណាចទៅឲ្យបារាំងតែម្ដងក៏ដូចតែគ្នាមហាកុបកម្មនាឆ្នាំ1884ដល់ឆ្នាំ1886គឺជាការប្រយុទ្ធរើបំរាស់ចេញពីការគំរាមកំហែងនេះប៉ុន្តែអ្នកអង្គម្ចាស់ស៊ីវត្ថាដែលជាមេដឹកនាំការបះបោរក៏ឆ្លៀតយកឱកាសនេះដើម្បីដណ្ដើមយកអំណាចពីលោកនរោត្តមជាបងមានរឿងជាច្រើនទៀតដែលបានជំរុញឲ្យអង្គស៊ីវត្ថាឆ្លៀតយកការតស៊ូរបស់អ្នកស្នេហាជាតិកាលពេលនោះមកដឹកនាំមហាកុបកម្មនោះបារាំងមានការពិបាកទប់ទល់ក្រែងលែងទីហ៊ានរបស់គេរាប់ពាន់នាក់បានបាត់បង់ជីវិតខ្លះស្លាប់ក្នុងការប្រយុទ្ធខ្លះទៀតស្លាប់ដោយរោគគ្រុនចាញ់ប៉ុន្តែខាងអ្នកតស៊ូខ្មែរវិញក៏ស្លាប់ច្រើនណាស់ដែរបើតាមលោកអាត់ដេម៉ាលើក្លែខ្មែរ10000នាក់បានពាក់ឌីជីវិតនៅក្នុងការប្រយុទ្ធនេះនៅទីបំផុតបារាំងក៏យល់ថាដើម្បីបញ្ចប់ការបះបោរគេត្រូវបដូរយុទ្ធសាស្ត្រគេក៏ដឹងដែរថាគឺលោកនរោត្តមនិងនាម៉ឺនខ្មែរតែម្ដងដែលនៅពីក្រោយការបះបោរលោកនរោត្តមប្រើកម្លាំងអង្គស៊ីវត្ថាឲ្យវាយបារាំងដើម្បីទប់ទល់នឹងការកែតម្រង់អ្នកអង្គម្ចាស់ស៊ីវត្ថាឆ្លៀតយកប្រជាប្រិយភាពរបស់លោកនរោត្តមដើម្បីដណ្ដើមអំណាចឡើងគ្រងរាជ្យដោយឃើញកម្លាំងខ្លាំងមហិមារបស់អង្គស៊ីវត្ថាលោកនរោត្តមក៏អែបបារាំងវិញនៅខែមិថុនាឆ្នាំ1886លោកនរោត្តមសម្រេចធ្វើសន្តិភាពរូបនីយកម្មហើយបន្ទាប់មកនៅខែមករាឆ្នាំ1887រដ្ឋាភិបាលបារាំងសន្យានឹងលោកនរោត្តមថានឹងកែអត្ថបទអនុសញ្ញាឆ្នាំ1884សម្របទៅតាមខ្មែរវិញនៅក្នុងករណីដែលស្ដេចខ្មែរបញ្ឈប់មហាកុបកម្មនេះបានជាស្ថាពរព្រះរាជាទ្រង់យល់ព្រមតាមសេចក្តីស្នើនេះរបស់បារាំងក្នុងរយៈពេលតែ2-3សប្តាហ៍ប៉ុណ្ណោះពួកកុបករបាននាំគ្នាចុះចូលស្ដេចនរោត្តមសឹងតែទាំងអស់ព្រះមហាក្សត្រខ្មែររក្សាអំណាចបានវិញ
ដូចពីពេលមុនប៉ុន្តែក៏ត្រូវស្របឲ្យបារាំងធ្វើការកែតម្រង់រដ្ឋបាលដែរចាប់តាំងពីឆ្នាំ1888បារាំងខំបញ្ចុះបញ្ចូលឲ្យស្ដេចខ្មែរទទួលយកការរៀបចំស្ថាប័នរដ្ឋតាមបែបបុកសម័យទំនើបជាពិសេសខាងផ្នែកហិរញ្ញវត្ថុលោកនរោត្តមក៏មិនយល់ទោះអ្វីដែរដរាបណាព្រះអង្គនៅតែជាអ្នកសម្រេចកិច្ចការផ្សេងៗរបស់ប្រទេសសត្វខ្មែរបានប្រគល់សិទ្ធិទៅឲ្យអ្នកតំណាងអាណាព្យាបាលបារាំងដឹកនាំគណៈរដ្ឋមន្ត្រីដើម្បីធ្វើការកែតម្រង់ផងទៀតប៉ុន្តែបារាំងត្រូវផ្ដល់ប្រាក់ចំនួន40,000 ពីរយ៉ាស់ទុកសម្រាប់ឲ្យស្ដេចខ្មែរចាត់ចែងធ្វើទំនើបកម្មដោយផ្ទាល់ព្រះអង្គការធ្វើទំនើបកម្មជាកិច្ចការមួយដ៏សែនពិបាកព្រោះថាមិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេដែលគេត្រូវកសាងច្បាប់ចាត់តាំងរដ្ឋបាលក៏ត្រូវកែប្រែសឹងតែទាំងស្រុងដែរគឺនៅពេលនោះហើយដែលទំនាស់រវាងវប្បធម៌ទាំងពីរស្ដែងចេញឡើងជាពិសេសនៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំនាស់នេះបាននាំមកនូវការច្របូកច្របល់មួយផ្នែកដ៏ធំប៉ុន្តែសម្ដេចសម្រួលទៅដោយមានការប្រទាញប្រទងគ្នាខ្លាំងពេកប្រទេសកម្ពុជាក៏ធ្លាក់ទៅក្នុងវិបត្តិរចនាសម្ព័ន្ធមួយដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចរាំងស្ទះទៅវិញអ្នកដែលបានទទួលផលគឺមានតែបារាំងនិងជនជាតិចិនតែប៉ុណ្ណោះឈ្មួញចិនរកស៊ីកេរប្រវ័ញ្ចប្រជាកសិករខ្មែរដោយឥតអាសូរនៅឆ្នាំ1897លោកប៉ូលឌូមែត្រូវបានតែងតាំងជាអគ្គទេសាភិបាលអ្នកតំណាងបារាំងនេះយល់ឃើញថាគេគួរតែបដូរនយោបាយបារាំងនៅកម្ពុជាគឺយកអំណាចទាំងអស់ពីស្ដេចខ្មែរឲ្យបានមកវិញម្ដងទៀតនៅថ្ងៃទី11ខែកក្កដាឆ្នាំ1897លោកអគ្គទេសាភិបាលឌូមែធ្វើការគៀបសង្កត់ឲ្យលោកនរោត្តមទទួលយកអនុសញ្ញាមួយដែលមានលក្ខណៈដូចរដ្ឋធម្មនុញ្ញមួយដូចនេះដែរនៅពេលនោះលោកនរោត្តមមានវ័យចាស់ណាស់ទៅហើយ